បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តតាមដានកូនដូងពីតូចរហូតដល់ធំថ្ងៃនេះដូងយើងបានជួទាំងអស់ហ្នឹងវាបានចេញខ្ពោបណ្ដើហើយក៏ដល់ខែនេះគឺជាអត់សូវមានភ្លៀងទេភ្លៀងតាមតំបន់មួយកន្លែងយើងត្រូវតែថែទឹកដំណាំរបស់យើងហ្នឹងឲ្យបានគ្រប់គ្រាន់វាមិនបានជាច្រើនពេកក៏លក្ខណៈឲ្យបាននៅក្នុងមួយអាទិត្យឲ្យបានម្ដងទៅពីរដងហើយក្នុងម្ដងហ្នឹងឲ្យបានត្រឹមទឹកកថាំងយើងបើសិនជាកថាំងយើងលាបថ្នាំពីរកថាំងហ្នឹងក៏បានឬក៏3ហ្នឹងក៏បានដែរអញ្ចឹងនៅក្នុងយើងស្រោចតែបើច្រើនលឹះហ្នឹងក៏ល្អដែរយើងមិនអាចថាកំណត់ថាឲ្យបានទឹកចំនួនប៉ុណ្ណេះអីបានល្អទេព្រោះអីបងប្អូនខ្លះគាត់អត់មានប្រព័ន្ធទឹកគ្រប់គ្រាន់គឺយើងធ្វើយ៉ាងណាយើងកុំឲ្យវាបាត់បង់ដំណាំរបស់យើងគឺយើងប្រើទឹកល្មមដែលយើងអាចចិញ្ចឹមដើមវាបានបើសិនជាយើងអត់ប្រើសោះយើងចាំតែទឹកភ្លៀងគឺដំណាំយើងនៅក្នុងខែប្រាំងហ្នឹងគឺมันអាចរស់ឬមួយក៏มันអាចឲ្យយើងមានក្តឹបមានផ្លែទៅមុខទៀតបានដែរវានឹងរស់ហើយវានឹងអន់ដើមវាធ្វើឲ្យការទន្ទឹងរង់ចាំរបស់យើងហ្នឹងគឺវាសាបសូន្យទៅដោយសារអីគឺយើងអាចបានប្រើប្រព័ន្ធទឹកឲ្យបានល្អប្រព័ន្ធទឹកហ្នឹងបើបងប្អូនខ្លះក៏គាត់មានប្រព័ន្ធទឹកលក្ខណៈទ្រង់ទ្រីធំតែខ្ញុំជាលក្ខណៈគ្រួសារទេគឺប្រព័ន្ធទឹកបែបនេះវាអត់មានបានប្រើទឹកសាយទឹកវិលអីដោយបងប្អូនខ្លះទេសង្ឃឹមថាបងប្អូនដែលគាត់មានថវិកាគ្រប់គ្រាន់គាត់នឹងថែដំណាំគាត់បានកាន់តែល្អអញ្ចឹងយើងស្រឡាញ់ដូងគឺយើងថែទាំងអស់គ្នាបាទថ្ងៃនេះគឺមានវីដេអូតែប៉ុណ្ណេះទេចង់និយាយអំពីការយើងថែទឹកតែឥឡូវសុំតបន្តិចបើសិនជាបងប្អូនមានជីមានទឹកគ្រប់គ្រាន់ដាក់ជីគឺបងប្អូនបើកឲ្យបានច្រើនបើសិនជាបងប្អូនប្រើជីនៅក្នុងពេលក្តៅហ្នឹងគឺបងប្អូនត្រូវតែបើកទឹកឲ្យច្រើនសឹងថាយើងដាក់ជីនៅក្នុងថ្ងៃហ្នឹងអញ្ចឹងយើងបើកទឹកប្រចាំឲ្យបានក្នុងមួយអាទិត្យហ្នឹងឲ្យបានយ៉ាងតិចក៏4ថ្ងៃដែរដើម្បីឲ្យជីហ្នឹងវាជ្រាបទៅខាងក្រោមបានលឿនតែបើបងប្អូនបាចជីហើយបងប្អូនបាក់ទឹកតែម្ដងហើយទុកចោល3ថ្ងៃគឺជីហ្នឹងក៏អត់បានទៅដល់ឫសប្រហែលដែរបានតិចអញ្ចឹងពេលកាលណាបងប្អូនដាក់ជីហើយបាចតាមដើមវាគឺយើងប្រើទឹកឲ្យច្រើននៅក្នុងអាទិត្យហ្នឹងឲ្យញឹកញាប់ជាងអាទិត្យធម្មតាទាំងអស់ហ្នឹងបើបងប្អូនប្រើជីកុំឲ្យវាខាតអញ្ចឹងអានេះខ្ញុំក៏សូមអរគុណដែលបងប្អូនមួយចំនួនចូលចិត្តតាមដានដូងរបស់ខ្ញុំពីតូចរហូតដល់ធំសង្ឃឹមថាបងប្អូននឹងបានដំណាំបងប្អូនល្អហើយឆាប់បានផលមានផ្លែផ្កាដោយដំណាំខ្ញុំនេះគឺបានតែ2ឆ្នាំជាងទេវាចេញខ្ពស់នៅក្នុងអាយុ2ឆ្នាំ2ខែស្មើនឹង24ខែបាទអរគុណ